រឿងសេរីលក្ខណៈព្រាហ្មណ៍សេរីស្ថិតនៅបានតែលើមនុស្សមានបុណ្យមានរឿងដំណាលថាក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ម្នាក់ឈ្មោះសេរីលក្ខណៈចេះក្បួនមើលសេរីថ្ងៃមួយព្រាហ្មណ៍នោះគិតថាអនាថបណ្ឌិកសេដ្ឋីកាលពីដើមជាអ្នកតក្រលំបាកណាស់ឥឡូវនេះបានឡើងឋានៈជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនព្រោះគាត់មានសេរីបើដូច្នោះអញទៅលួចយកសេរីរបស់គាត់កាលណាបើព្រាហ្មណ៍គិតដូច្នោះហើយក៏ទៅផ្ទះសេដ្ឋីមួយរំពេចសេដ្ឋីទទួលដោយរាក់ទាក់ហើយសួរថាអ្នកអញ្ជើញមកមានការអ្វីព្រាហ្មណ៍ក៏នៅស្ងៀមខំរំពឹងរកមើលសេរីស្ថិតនៅទីណាលុះដឹងថាសេរីស្ថិតនៅលើសេមនកោកក៏ឆ្លើយថាបងពុទ្ធសេដ្ឋីខ្ញុំមានការបន្តិចព្រោះខ្ញុំជាអ្នកបង្រៀនមន្តវិជ្ជាមាននោះ500នាក់ត្រូវការរកមន្តរងាវឲ្យបានត្រូវកាលបងពុទ្ធសេដ្ឋីឮថាមន្តរបស់លោករងាវត្រូវកាលណាស់ហេតុដូច្នេះសូមលោកឲ្យមន្តនេះមកដល់ខ្ញុំអនាថបណ្ឌិកសេដ្ឋីក៏បានពោលថាមនាព្រាហ្មណ៍អ្នកជួយយកចោះគ្រានោះគួរឲ្យអស្ចារ្យណាស់អនាថបណ្ឌិកសេដ្ឋីគ្រាន់តែហាមន្តថាឲ្យយកចោះតែប៉ុណ្ណេះសេរីក៏ឃ្លាតចេញអំពីសេមន្តមួយរំពេចទៅស្ថិតនៅលើកែវមณีដែលសេដ្ឋីដាក់នៅលើក្បាលដំណេកព្រាហ្មណ៍ដឹងហេតុនោះភ្លាមក៏សុំកែវមณีទៀតក្នុងខណៈដែលអនាថបណ្ឌិកសេដ្ឋីថាយកកែវមณีចោះសេរីក៏ឃ្លាតចាក់ចេញអំពីកែវមณีទៅនៅលើឈើច្រត់ដែលសេដ្ឋីដាក់នៅលើក្បាលដំណេកព្រាហ្មណ៍ដឹងហេតុនោះភ្លាមទៀតក៏សុំឈើច្រត់ទៀតអនាថបណ្ឌិកសេដ្ឋីក៏ឲ្យទៀតសេរីក៏ឃ្លាតចេញអំពីឈើច្រត់នោះទៅនៅលើក្បាលរបស់នាងបញ្ញលក្ខណៈទេពីដែលជាភរិយារបស់អនាថបណ្ឌិកសេដ្ឋីលុះព្រាហ្មណ៍ឃើញហេតុអស្ចារ្យយ៉ាងដូចនេះក៏គិតថារបស់នេះមិនអាចលះបង់អំពីសេដ្ឋីបានទេអញមិនអាចសុំបានឡើយទើបនិយាយប្រាប់សេដ្ឋីតាមត្រង់ថាបងពុតអនាថបណ្ឌិកសេដ្ឋីខ្ញុំមិនអាចលួចសេរីរបស់លោកបានទេព្រោះហេតុនោះសេរីអាចស្ថិតនៅបានតែលើមនុស្សមានបុណ្យតែប៉ុណ្ណោះតាមពិតសេរីគឺសម្បត្តិរបស់បុណ្យឬថាជាកម្លាំងរបស់បុណ្យបើបុគ្គលឥតបុណ្យហើយសេរីក៏គ្មានដែរទើបបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងសេរីចោរជាដកតែកនិបាតថាយ៉ាងឧសកាសង្ខរន្តៈពហុងឋានំសពវន្តោអសបាវាលក្ខៃវតានិភុញ្ចតេសពដ្ឋៈកតបញ្ញសៈអតិចញ្ញេវៈបានេណោឧបច្ចន្តៈពហុភោគោអបនិយតនេសុបេសេចក្តីថាពួកជនអ្នកឥតបុណ្យទោះមានសបៈក្តីគ្មានក្តីខ្វល់ខ្វាយប្រមូលនៅទ្រព្យច្រើនឯណាអ្នកមានបុណ្យនឹងតែងបរិភោគប្រើប្រាស់នៅទ្រព្យច្រើននោះភោគៈទាំងឡាយច្រើនតែរំលងនៅពួកសត្វដទៃកើតចំពោះតែបុគ្គលមានបុណ្យធ្វើហើយកើតនៅក្នុងទីគ្រប់អន្លើទោះបីនៅក្នុងទីដែលមិនគួរកើតក៏កើតមានដែរសូមអនុមោទនា